ជំរាបសួរបាទថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅទស្សនាអំពីទស្សនវិជ្ជារបស់ខ្ញុំដែលបានធ្វើដំណើរចេញពីស្រុកសណ្ដានទៅកាន់ឃុំមានរិទ្ធហើយវីដេអូនេះគឺជាការចែករំលែកនៃទស្សនវិជ្ជានៅក្នុងឃុំមានរិទ្ធសង្ឃឹមថាពុកម៉ែបងប្អូននឹងគាំទ្រនៅសកម្មភាពទាំងនេះដែលខ្ញុំបានចែករំលែករាល់វីដេអូអំពីសកម្មភាពផ្សេងៗនៅក្នុងប្រទេសកម្ពុជារបស់យើងហើយនេះជាទស្សនវិជ្ជានៅតាមផ្លូវមួយដែលកំពុងតែជួសជុលទាំងហុយផងដែរអ្វីដែលបងប្អូនកំពុងតែមើលឃើញគឺមានព្រៃឈើជាប់នឹងផ្លូវជាច្រើនជាមួយនឹងធម្មជាតិស្រស់ស្អាតណាមួយស្ថានភាពផ្លូវកំពុងតែស្ថាបនាជួសជុលផងហើយក៏ចង់ឲ្យបងប្អូនបានឃើញពីការរស់នៅរបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំមានរិទ្ធដូច្នេះហើយខ្ញុំធ្វើវីដេអូនេះជាការចែករំលែកអំពីសកម្មភាពរបស់ខ្ញុំនិងចង់បង្ហាញបងប្អូនទាំងអស់គ្នាបានឃើញនៅទស្សនវិជ្ជាតាមតំបន់ព្រៃភ្នំជាពិសេសសកម្មភាពទាំងនេះជាការកម្សាន្តផងដែរសម្រាប់ខ្ញុំដែលធ្វើដំណើរឆ្លងកាត់ស្រុកខេត្តនិងបានស្គាល់តាមភូមិសាស្ត្រពីមួយទៅមួយសម្រាប់ស្រុកភូមិនៅជុំវិញប្រទេសកម្ពុជាសកម្មភាពទាំងនេះហើយខ្ញុំចូលចិត្តធ្វើដំណើរខ្លាំងណាស់ក្នុងការចែករំលែករាល់សកម្មភាពនៃការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀតហើយនេះជាសកម្មភាពមួយដែលយើងបានកំពុងធ្វើដំណើរនៅតាមផ្លូវដែលឆ្ពោះទៅខាងឃុំមានរិទ្ធហើយនេះយើងបានចូលមកដល់ក្នុងភូមិហើយយើងក៏បន្តដំណើររហូតទៅដល់កន្លែងមួយទៀតហើយក៏ចង់បង្ហាញពុកម៉ែបងប្អូនឲ្យបានឃើញរាល់សកម្មភាពរបស់ខ្ញុំហើយខ្ញុំពិតជាសប្បាយរីករាយដែលឃើញថាពុកម៉ែបងប្អូនមួយចំនួននៅតែគាំទ្រនៅវីដេអូរបស់ខ្ញុំហើយខ្ញុំសង្ឃឹមថានឹងមានពុកម៉ែបងប្អូនជួយ comment ជួយ share បន្តទៀតដើម្បីជាការលើកទឹកចិត្តដល់រូបខ្ញុំបាទផងដែរហើយរាល់វីដេអូដែលខ្ញុំធ្វើនេះឡើងដើម្បីបង្ហាញទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយខ្ញុំក៏បានធ្វើដំណើរតាមផ្លូវនេះបន្តទៀតដោយទស្សនវិជ្ជាមានហុយយ៉ាងខ្លាំងហើយដូចបងប្អូនបានឃើញហើយគឺមានឡានធំជិះមកហុយខ្លាំងមែនតើហើយយើងក៏បានទៅដល់ផ្សារ99ដែលប្រជាពលរដ្ឋតែងតែហៅថាផ្សារ99ហ្នឹងហើយយើងក៏ឈប់នៅខាងមុខអនុវិទ្យាល័យមានរិទ្ធបាទហើយនេះជាសាលាបឋមនិងអនុវិទ្យាល័យមានរិទ្ធដែលខ្ញុំបានមកដល់ហើយនេះយើងបានមកដល់សាលាឃុំហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា